វាទៅរស់ជីមានបានជុំចាប់ថ្ងៃនេះទៅសូមអនុមោទនាបាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកមើលពីសកម្មភាពដូចជាវីដេអូពេញបាទអំពីការក្រុងប៉ូលីបងប្អូនណាបាទខ្ញុំធ្លាប់ផុសខ្លះហើយប៉ុន្តែថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកមើលបាទវីដេអូទាំងមូលតែម្ដងដែលយើងធ្វើការក្រុងប៉ូលីបាទនៅខាងភូមិត្រពាំង plong ទី2បាទឃុំត្រពាំង plong បាទស្រុកពញាក្រែកបាទខេត្តត្បូងឃ្មុំបាទជាប្រភេទផ្ទះវីឡាបាទកូនកាត់បាទទាន់សម័យដែលមានទំហំខនាត6គុណនឹង14បាទមាន2បន្ទប់គេងបាទ2បន្ទប់ទឹកកន្លែងទទួលភ្ញៀវនិងផ្ទះបាយហើយតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទម្ចាស់ចាំទៅកាន់សៅចូលនៅទេតម្លៃ29000បាទ$600បាទជាតម្លៃ N20 តម្លៃនេះគឺយើងបានទ្វារឈើបងប្អូនណាបាទទ្វារឈើទាំងកន្លែងទ្វារធំក៏ដូចជាតាមបន្ទប់បាទហើយសម្រាប់ការ៉ូគឺយើងដាក់ការ៉ូបាទកញ្ចក់5ជាន់បាទសាច់ម៉ាបការ៉ូបាតហើយការ៉ូអញ្ចឹងយើងលើកកម្ពស់1.3 ម៉ែត្របាទការ៉ូកញ្ចក់5ជាន់សាច់ម៉ាបដូចគ្នាបាទហើយយើងមានជ្រីសម្រាប់បងប្អូនរើសបាទមកស្អាតដល់ពេញចិត្តអញ្ចឹងសម្រាប់សម្ភារៈគឺបងប្អូនមានសិទ្ធិរើសទាំងអស់បងប្អូនណាបាទគឺយើងផ្ដល់កាតាឡុកជូនបងប្អូនបាទគ្រប់សពបែបយ៉ាងហើយសម្រាប់ធ្នឹមគឺយើងប្រើ20-30បងប្អូនដូចឃើញនៅក្នុងវីដេអូជាក់ស្ដែងហើយសម្រាប់ជើងតាងយើងប្រើទំហំ1.2 ម៉ែត្រគុណ1.2 ម៉ែត្របាទកម្រាស់បេតុង4ទឹកបាទហើយសម្រាប់ជើងតាងយើងជីកធំជាងនឹងបងប្អូនបាទដោយសារយើងត្រូវការរៀបឥដ្ឋបាទធ្វើពុំណាហើយសម្រាប់ដែកយើងប្រើដែកម៉ាក់វីកម្លាំង390ពេញបងប្អូនណាបាទ410លីបាទម៉ាក់វី410លីហើយស៊ីម៉ង់យើងប្រើស៊ីម៉ង់ K Cement ហើយសម្រាប់ថ្នាំយើងប្រើថ្នាំជូតាន់បងប្អូនបាទក្រុមហ៊ុនថៃបាទគុណភាព5ឆ្នាំបាទថ្នាំជូតាន់អញ្ចឹងសម្រាប់សម្ភារៈគឺយើងលម្អិតជូនបងប្អូនទាំងអស់បាទតាំងពីជើងក្រោមរហូតដល់ដបូលដើម្បីដំឡាភាពនៅពេលដែលខាងយើងយកសម្ភារៈចូលបងប្អូនអាចទៀងទាត់ទៅតាមនឹងបានសូមឲ្យពួកទេវតាទាំងម្សាយកោតចក្រវាលជួយបីបាច់ថែរក្សាគួរប្រុសមួយស្រីដែលជាម្ចាស់ផ្ទះព្រមទាំងក្រុមជាងអស់ដែលជាអ្នកសាងសង់លើបាននៃសេចក្តីសុខដីចម្រើនមានអាយុយឺនយូរប្រចាក់នៅទុកទោសគ្រោះថ្នាក់ឧបសគ្គភ័យយន្តរាយផ្សេងកុំឲ្យកើតមានសូមតែបានសេចក្តីសុខដីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅសូមអនុមោទនាបាទបន្ទាប់ពីលោកតាអាចារ្យបាទឲ្យពរឲ្យជ័យបាទដល់ម្ចាស់ផ្ទះហើយបាទកម្មវិធីរបស់យើងក៏ចាប់ផ្ដើមបាទដល់វគ្គដែលត្រូវចងបាទចំណងដៃបាទតាមប្រពៃណីបាទតាមជំនឿបងប្អូនណាបាទចងបោះក្រហមឲ្យពរឲ្យជ័យជាបន្តទៀតបាទអញ្ចឹងបងប្អូនដែលត្រូវការបាទសាងសង់ផ្ទះបងប្អូនអាចតំណែងមកបានបងប្អូនណាបាទទទួលមកការសាងសង់25ខេត្តក្រុងបងប្អូនប្រាប់ពីទំហំផ្ទះដែលបងប្អូនចង់ធ្វើបាទក៏ដូចទីតាំងដែលបងប្អូនចង់សាងសង់បាទក្រុមការងាររបស់យើងនឹងចេញតម្លៃជូនប្រឹក្សាយោបល់ដោយអត់គិតថ្លៃទេបងប្អូនណាបាទហើយសម្រាប់សម្ភារៈគឺខាងយើងលម្អិតជូនបងប្អូនទាំងអស់តែម្ដងបាទតម្លាភាពរវាងម្ចាស់ក៏ដូចជាអ្នកម៉ៅការបងប្អូនអាចឆែកនៅលើការសរសេររៀបរាប់នៅក្នុងវីដេអូបាននៅលើចំណងជើងបងប្អូនណាបាទដោយនៅក្នុងវីដេអូយើងបកស្រាយមិនអស់បាទហើយចុងក្រោយបាទយើងក៏ថតរូបបាទទុកជាអនុស្សាវរីយ៍បាទជាមួយម្ចាស់ផ្ទះបាទលោកតាលោកយាយបាទក៏ដូចជាលោកតាអាចារ្យផងដែរបាទហើយក៏យើងថតរូបខ្លះបាទអំពីសកម្មភាពបាទទុកជាអនុស្សាវរីយ៍បងប្អូនបាទព្រោះផ្ទះយើងមិនងាយធ្វើទេបងប្អូនបាទតែធ្វើគឺយើងធ្វើហើយបាទនៅតកូនតចៅបាទអញ្ចឹងសម្រាប់សម្ភារៈអីបងប្អូនទាំងអស់គ្នាអាចឆែកទៅតាមនឹងបានគឺយើងបាទជូនបងប្អូនបាទយើងតម្លាភាពតែម្ដងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមជម្រាបលា